ទីទេពរៀងធ្ងន់ជាងយ៉ាស៊ីនហើយគាត់ល្អដៃដូចគ្នាអញ្ចឹងយើងមានការព្រួយបារម្ភបន្តិចបើយ៉ាស៊ីនគាត់ល្អតែជង្គង់កែងយើងអាចបំបែកគាត់បានងាយជាងទីទេពស៊ីនមិនដែរដូរគូភ្លាមអត់អីបងសោកស្ដាយអត់ ជួបបានល្អ ដៃគូយើងអាក់ខានអញ្ចឹងដោយសារគាត់មានបញ្ហារបួស សោកស្ដាយដែរបងព្រោះអីយើងរឿងហ្នឹងអត់បានដឹងមុនទាំងអស់គ្នាអញ្ចឹងហ៎បងបាទមានអ្វីជូនពរទៅកាន់យ៉ាស៊ីន ខ្ញុំជាដៃគូត្រូវជាដៃគូមួយទឹកហ្នឹងតែយ៉ាស៊ីនគាត់រងរបួសដោយសារមានម៉ូតូបុកអញ្ចឹងសូមជូនពរឲ្យយ៉ាស៊ីនឆាប់ជាសះស្បើយនិងឆាប់បានចូលសង្វៀនមកវិញបាទតាក់ទងនឹងការជំនួសដោយអាទិទេពភ្លាមសាក់ស៊ីនគិតថាពិបាកអីមែនអត់អីបងបើយើងហាត់យ៉ាស៊ីននិងវាយទីទេពយើងហាត់ដូចគ្នាហាត់ស្តៀងគ្នាពួកប្រភេទកីឡាករពីរនេះបុកដូចគ្នាបុកដូចគ្នាបាទតែសាក់ស៊ីនគិតថាការប្រកួតនេះដោយការក្រុងទុកយើងពីមុនមកគិតថានៅតែมันអាចចប់ទឹកឬយ៉ាងណានៅតែมันអាចចប់ទឹកបងគូនគឺថាវាធ្ងន់ម្នាក់ម្យ៉ាងបងអ្នកណាចូលមុនអ្នកនឹងខូចបងពួកយើងត្រៀមមកគឺត្រៀមវាយបែបធ្ងន់តែម្ដងបើយើងឡាយពេលប៉ះអ្នកបុកស៊ុះរបស់យើងក៏ពិបាកទៅតាមនឹងដែរបាទតែអាទិទេពការប្រកួតចុងក្រោយរបស់គាត់អាការៈរបស់គាត់ក៏ពិបាកដែរហើយយើងគិតថាគាត់នឹងអាចអន់ថយជាងមុនឬមួយក៏គាត់នៅតែក្រាន់បើនៅតែខ្លាំងតាមការគិតរបស់យើងបែបมันអាចថនថយបងព្រោះអីគាត់មកវិញព្រាមគាត់សម្រាកតិចតួចហើយគាត់ចូលវឹកហាត់ជាប់ក្លឹបគាត់នឹងហាត់ជាប់ជាងអញ្ចឹងអាចថា70-80%ហ៎70-80តែអារម្មណ៍របស់យើងគិតថាយ៉ាស៊ីននិងអាទិទេពអ្នកណាជាឧបសគ្គរបស់យើងធំជាងគេឧបសគ្គទាំងពីរបងព្រោះអីកីឡាករគាត់ credit ល្អហើយពងតឡើងអញ្ចឹងហ៎បងហើយយើងមានលក្ខណៈថាតានតឹងក្នុងចិត្តហើយតែគ្រូគាត់ប្រាប់ដែរថាយើងធ្វើជាកីឡាករយើងត្រូវតែប្រកួតអស់ពីសមត្ថភាពយើងអត់គិតថាដៃគូយើងល្អខ្លាំងសំខាន់យើងតាំងចិត្តយើងហាត់ប៉ុណ្ណាយើងជាយើងវាយអស់ប៉ុណ្ណឹងបាទមិនថាលទ្ធផលឈ្នះឬចាញ់វាជាបែបកីឡាអញ្ចឹងសង្ឃឹមថាបងប្អូនប្រិយមិត្តគាត់គ្រប់គ្រងគាត់យកបេះដូងទៅមើលសំខាន់យើងនឹងវាយអស់ពីសមត្ថភាពគាត់នឹងឃើញថាធ្វើអស់ពីសមត្ថភាពបើយើងចាញ់ថ្ងៃក្រោយវានឹងខំប្រឹងបន្តទៀតទេបាទយើងចាញ់អ្នកខ្លាំងក៏យើងខ្លាំងដែរបើយើងខ្លាចតែយើងចាញ់អ្នកខ្សោយយើងចាញ់អ្នកខ្លាំងយើងនៅតែខ្លាំងដែរហើយមួយទៀតបើយើងអត់ហ៊ានជុំអ្នកខ្លាំងក៏យើងនៅតែខ្សោយដែរបាទជួយស្រួលគេថាយើងកំសាកទេណាបាទខ្ញុំសម្រាប់ខ្ញុំអត់ដែលចេះខ្លាចទេគ្រូដាក់ឲ្យវាយគឺខ្ញុំវាយអស់សមត្ថភាពខ្ញុំបានប៉ុណ្ណាខ្ញុំយកប៉ុណ្ណឹងខ្ញុំអត់ដែលចេះទោសខ្លួនឯងទេព្រោះខ្ញុំវឹកហាត់គឺវឹកហាត់ 100% អស់ពីចិត្តពីកាយដល់ពេលប្រកួតក៏ខ្ញុំប្រកួតអស់ពីចិត្តពីកាយដូចគ្នាតាក់ទងនឹងបើនិយាយពីក្បាច់វាយយើងដឹងហើយថាការដើរបុកហើយការចេញច្រើនអីផ្សេងតែបើនិយាយពីសង្កត់ធ្ងន់មួយចំណុចយើងគិតថាអ្នកណាបែបណាហើយអ្នកណាបែបណាពីរអ្នកហ្នឹងទីទេពរៀងធ្ងន់ជាងយ៉ាស៊ីនហើយគាត់ល្អដៃដូចគ្នាអញ្ចឹងយើងមានការព្រួយបារម្ភបន្តិចបើយ៉ាស៊ីនគាត់ល្អតែជង្គង់កែងយើងអាចបំបែកគាត់បានងាយជាងទីទេពអូខេអញ្ចឹងបានន័យថាសរុបទៅយ៉ាស៊ីនគាត់ល្អហើយអាទិទេពក៏ល្អដែរតែបើសង្កត់យកច្បិចយកមកគឺគាត់មានមួយយ៉ាងម្នាក់មួយបែបម្នាក់គឺអាទិទេពគាត់ច្បាស់ដៃគឺធ្ងន់តែបើយ៉ាស៊ីនដៃគាត់ចេញច្រើនមែនតែ5ដៃធ្ងន់មួយអញ្ចឹងទៅគាត់បានជង្គង់កែងល្អវិញជង្គង់កែងធាក់អូខេចុងក្រោយមានអីនិយាយទៅកាន់ fan អ្នកគ្រប់គ្រងចំពោះការប្រកួតនៅទឹកដីខេត្តស្វាយរៀងជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើដល់ពុកម៉ែបងប្អូននៅខេត្តស្វាយរៀងទាំងអស់គ្នាចូលរួមទស្សនានៅថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃទី21 22នេះនៅសង្វៀនទូទូកនៅសង្វៀនគ្រុឌខ្ញុំនឹងខិតខំប្រឹងប្រែងអស់សមត្ថភាពសូមពុកម៉ែបងប្អូនមកជួយលើកកម្លាំងចិត្តខ្ញុំម្នាក់មួយផងបាទអរគុណច្រើនបាទ